dương to tại dương cho confirm lại năng xanh năng con khơi nhận nè chẳng bông bông cho lừa năng mùi máu bà phải bông bông cho lừa năng mùi con khơi nhận nè cứ chia video đại dương ban invite collaborator chỉ mùi năng Facebook rồi gặp hack mùi nắng á đời xa tại bông bông ở toàn ban cho nè check accept viên nè tôi tại bông bông check accept sân á chẳng cho mới nhắm check accept bông bông mở check accept nắng bà chẳng phải để dương check accept bông bông check thôi về muối bông bông cho khăn profile năng bình á cho khăn profile Facebook rồi gặp hack để dương ban invite collaborator năng trong bông bông thực ca refresh với mà sau đó vì ở toàn chạy á lấy dương cho mở khăn profile nè bông khơi nhát sự đấy bông nào kia khả năng trong miền video mới tiết trong chạy lấy là bông bông dương đây có miền tây nhà hà có post video collab á nè cứ cả post video invite collaborator có thà post video hái cứ có collab invite hái cứ ở khơi video nó cứ việc post cho từ khăn pack mới tiền nè giống là khăn video này như cứ bản chẳng nơi khăn bạn chắcในក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញបងប្អូនភាសាទៀតណាសម្រាប់ឆ្នាំ2025ហ្នឹងហើយខ្ញុំនឹងធ្វើយឺតដើម្បីឲ្យបងប្អូនមើលតទាំងអស់គ្នាដោយសារមានបងប្អូនខ្លះប្រហែលជាគាត់អត់បានមើលវីដេអូដែលខ្ញុំធ្វើបង្ហាញមុនណាបានគាត់ឆាតសួរអញ្ចឹងណាអញ្ចឹងមុននឹងធ្វើការបង្ហាញហ្នឹងសូមបងប្អូនជួយចុច like subscribe នៅ channel ខ្ញុំម្នាក់មួយផងណាបាទអញ្ចឹងបងប្អូនចូលមកក្នុង Facebook ឬក៏ page បងប្អូនមកណាឥឡូវខ្ញុំចូលនៅក្នុង page របស់ខ្ញុំនេះបាទអញ្ចឹងបងប្អូនចុចកន្លែង create reel ណាឥឡូវខ្ញុំផុស video reel ហើយខ្ញុំផុស collab ជាមួយ Facebook ឬក៏ page មួយទៀតដើម្បីឲ្យ page ឬក៏ Facebook មួយទៀតហ្នឹងជួយអស់ video reel ដែលខ្ញុំបង្ហោះចូលទៅក្នុង page មួយនេះឲ្យ video មួយហ្នឹងគឺវាកើន view កាន់តែច្រើនណាបងប្អូនអរគ្នាមានគេឃើញបានកាន់តែច្រើនអញ្ចឹងបានន័យថាបើសិនបើ page ដែលបងប្អូនផុស video ហ្នឹងមានអ្នក follow ច្រើនគឺគេឃើញ video reel យើងក៏បានច្រើនហើយយើងផុស invite collab ជាមួយនឹង page ផ្សេងទៀតឬក៏ Facebook ផ្សេងទៀតដែលមាន friend ច្រើនអ្នក follow ច្រើនគឺគេនឹងឃើញដូចគ្នាណាបងប្អូនគ្នាអញ្ចឹងឥឡូវខ្ញុំចុចកន្លែង create reel នេះបាទចុចកន្លែង create reel ឥឡូវខ្ញុំយក video ណាមួយដើម្បីធ្វើឧទាហរណ៍បងប្អូនមើលបន្តិចណាអញ្ចឹងខ្ញុំបាទឥឡូវឧទាហរណ៍ថាខ្ញុំយកវីដេអូមួយនេះផុសធ្វើឧទាហរណ៍បងប្អូនមើលណាខ្ញុំចុចលើនេះបាទរួចហើយបងប្អូនអរគ្នាចុច next វាមកចុច next វាមួយបងប្អូនដាក់ចំណងជើងដាក់ hashtag អីត្រឹមត្រូវសិនមកណាបងប្អូនរៀបចំវាអស់សិនមកចាំបងប្អូនចុច next ឥឡូវខ្ញុំដាក់តេស្តវីដេអូខ្ញុំដាក់ឧទាហរណ៍តែប៉ុណ្្នឹងទេណាអញ្ចឹងផុសវីដេអូរៀនហ្នឹងបើសិនបងប្អូនចង់ផុសឲ្យគេឃើញវីដេអូយើងបានច្រើនបងប្អូនគួរតែដាក់ hashtag ល្បី hashtag ដែលពេញនិយមដែលគេពេញនិយមប្រើណាអញ្ចឹងបងប្អូនចុចដាក់ hashtag វាមកបងប្អូន complete reel ហ្នឹងបងប្អូនអរគ្នាបាទយើងដាក់ reel អញ្ចឹងមកបាទឥឡូវខ្ញុំឧទាហរណ៍ប៉ុណ្ណឹងចង់ឲ្យវីដេអូវាវែងពេកណាអញ្ចឹងបងប្អូននឹងឃើញកន្លែងនេះគេដាក់ថា tag people and invite collaborator គឺមានបងប្អូនយើងខ្លះគឺគាត់ធ្វើតាមវីដេអូខ្ញុំពេលដែលគាត់ផុស invite collaborator ហ្នឹងគឺស្រាប់តែគាត់ចូលទៅមើលអា page ឬក៏ Facebook ដែលគាត់បាន invite ហ្នឹងគឺអត់ឃើញវីដេអូផុសនៅក្នុង Facebook ឬក៏ page គាត់ណាគឺដោយសារតែគាត់អត់ទាន់បានធ្វើវាត្រឹមត្រូវអស់បើវាអត់ចេញអញ្ចឹងណាអញ្ចឹងបងប្អូនចុចលើហ្នឹងមួយមកបាទហើយអាកន្លែងនេះគឺវារៀងអាប់ដេតខុសពីមុនបន្តិចណាបងប្អូនឲ្យធ្លាប់មើលវីដេអូខ្ញុំប្រហែលជាដឹងហើយពេលមុនគឺវាអត់តាន់មានកន្លែង tag people នេះទេគឺវាមានតែកន្លែង invite collaborator ឥឡូវគឺមានទាំង tag people ទៀតណាហើយបងប្អូនចង់ tag people បងប្អូនចុចកន្លែងនេះមកហើយបងប្អូនវាយឈ្មោះគេចូលមកហើយបងប្អូនចង់ tag pack បងប្អូនចុចកន្លែងនេះមកណាបាទឥឡូវខ្ញុំចង់tag ចូល pack មួយ Facebook ខ្ញុំមួយណាចុចកន្លែងនេះបាទរួចហើយបងប្អូនបាទបងប្អូនចុចអញ្ចឹងមកឥឡូវបងប្អូនចាំតិចបាទឥឡូវខ្ញុំចង់នេះcollaborator ជាមួយនឹង Facebook មួយហ្នឹងណាព្រោះថា Facebook មួយហ្នឹងមាន friend 5000 ជាងដើម្បីឲ្យfollower ទាំងអស់ហ្នឹងគឺគាត់បានឃើញវីដេអូ reel របស់យើងណាអញ្ចឹងបងប្អូនចុចនៅលើហ្នឹងមួយមកបាទរួចហើយបងប្អូនចុចដានវាមកណាបាទចុចដានវាមួយ
រួចហើយបងប្អូននឹងឃើញកន្លែងនេះគេដាក់ថាមួយ collaborator ណាអញ្ចឹងបងប្អូនចុចនេះ share now នេះមួយមកមានបងប្អូនយើងក៏បានខមមិនសួរថាធ្វើតាមវីដេអូខ្ញុំបង្ហាញហ្នឹងហើយមិនក៏អត់ឃើញអាវីដេអូដែលគាត់បង្ហោះហ្នឹងចូលទៅក្នុង page ឬក៏ Facebook ដែលគាត់បាន invite collaborator ជាមួយណាបាទឥឡូវគឺយើងចូលទៅក្នុង profile យើងវិញចាំមើលវីដេអូយើងពេញនៅណាបាទឥឡូវគឺវីដេអូយើងវាបានបង្ហោះពេញណាបងប្អូនអរគ្នាអានេះគឺជាវីដេអូដែលយើងបានបង្ហោះចូលមកក្នុង page យើងណាឥឡូវគឺវាឃើញហើយអញ្ចឹងយើងធ្វើយ៉ាងម៉េចទើបឃើញអាវីដេអូហ្នឹងចូលទៅក្នុង page ឬក៏ Facebook ដែលយើងបាន invite អញ្ចឹងបងចុចថយវាសិនមកឥឡូវខ្ញុំចូលមកក្នុង Facebook មួយនេះអានេះគឺ Facebook មួយទៀតដែលខ្ញុំបាន invite collaborator ណាបងប្អូនអរគ្នាឥឡូវខ្ញុំ log ចូល account មួយហ្នឹងសិនឥឡូវខ្ញុំឲ្យបងប្អូនមើលឈ្មោះសិនកុំឲ្យខ្ញុំចេះថាណាអានេះគឺជា Facebook ដែលខ្ញុំបាន invite collaborator មិញណាបងប្អូនអរគ្នាឥឡូវខ្ញុំចូលមើលនៅក្នុង profile ហ្នឹងឲ្យបងប្អូនមើលចាំមើលតើវីដេអូដែលយើងបង្ហោះមិញគឺវាចូលនៅក្នុង Facebook ឬក៏ page ឬអត់ណានេះបងប្អូនឃើញទេគឺនៅក្នុង page ដែលយើងបានបង្ហោះវីដេអូមិញគឺយើងឃើញហើយវីដេអូប៉ុន្តែនៅក្នុង page និង Facebook ដែលយើងបាន invite ហ្នឹងគឺវាអត់ទាន់ឃើញមានបងប្អូនយើងគាត់មានបញ្ហាកន្លែងហ្នឹងណាបងប្អូនអរគ្នាអញ្ចឹងដើម្បីឲ្យឃើញអាវីដេអូដែលយើងបង្ហោះ invite ចូលមកក្នុង Facebook ឬក៏ page ហ្នឹងគឺបងប្អូនទាំងអស់គ្នាមកមើលកន្លែងអស់វាមកក្រោមមកបងប្អូនបាទពេលដែលបងប្អូនចុចអញ្ចឹងហើយបាទអញ្ចឹងបងប្អូនចុចថយវាមកវិញមកបងប្អូនមកមើលកន្លែងនេះកន្លែងសញ្ញាកណ្ដឹងនេះបងប្អូនចុចលើហ្នឹងមករួចហើយបងប្អូននឹងឃើញនេះកន្លែងនេះគឺវា load notification pack មកបានន័យថាយើងតើតែយើងចុច confirm កន្លែងហ្នឹងសិនណាបងប្អូនឃើញអត់នេះអញ្ចឹងបងប្អូនចុចនៅលើហ្នឹងមួយមកបាទពេលដែលបងប្អូនចុចលើហ្នឹងមួយបងប្អូនឃើញអត់នេះគឺជាវីដេអូដែលយើងបាន invite collaborator ជាមួយនឹង Facebook ឬក៏ page មួយហ្នឹងណាដោយសារតែបងប្អូនអត់ទាន់បានចុចនេះចុច accept វានេះតើតែបងប្អូនចុច accept សិនណាអញ្ចឹងចាំមើលខ្ញុំចុច accept ឲ្យបងប្អូនមើលចុច accept ហ្នឹងបាទអញ្ចឹងពេលដែលយើងចុច accept ហើយបងប្អូនចុចថយវាមួយបងប្អូនចូលក្នុង profile ហ្នឹងវិញណាចូលក្នុង profile Facebook ឬក៏ page ដែលយើងបាន invite collaborator ហ្នឹងអញ្ចឹងបងប្អូនធ្វើការ refresh វាមកបើសិនមកវាអត់ទាន់ចេញណាឥឡូវយើងចូលមើលក្នុង profile នេះបងប្អូនឃើញអត់គឺវីដេអូហ្នឹងគឺវាបង្ហាញមកហើយនៅក្នុង account Facebook មួយហ្នឹងឬក៏ page ដែលបងប្អូនបាន invite collaborator ហ្នឹងណាអញ្ចឹងគឺបងប្អូនឃើញអត់គឺនៅក្នុង page នេះក៏វាចេញវីដេអូហ្នឹងហើយនៅក្នុង page ដែលយើងបាន invite collaborator ក៏វាចេញវីដេអូហ្នឹងអញ្ចឹងពេលដែលបងប្អូនធ្វើការ invite collaborator អញ្ចឹងទៅគឺទាំង follower ឬក៏ friend ផ្សេងគឺគាត់អាចឃើញវីដេអូយើងហើយ friend នៅក្នុង Facebook ឬក៏ page ដែលយើងបាន invite ហ្នឹងគឺគាត់អាចឃើញវីដេអូហ្នឹងដូចគ្នាហើយគាត់នឹងចុច view វីដេអូ reel យើងវីដេអូដែលមានប្រយោជន៍អញ្ចឹងទៅវីដេអូល្អគឺគាត់នឹងចុចមើលអញ្ចឹងវាមានឱកាសច្រើនដែលវីដេអូ reel របស់យើងវាផ្ទុះ view ណាបងប្អូនគ្នាគឺគេធ្វើរបៀបហ្នឹងដែល MMO បងប្អូនដៃថ្មីដែលចាស់ឲ្យគាត់ធ្វើហ្នឹងគឺគាត់មាន view ច្រើនបានលុយពី Facebook ពី page ពី reel អីហ្នឹងគឺគាត់ធ្វើរបៀបហ្នឹងណាគឺគាត់តែងតែinvite collaborator ជាមួយនឹង page ធំជាមួយនឹង Facebook ធំដែលមាន friend មាន follower ច្រើនគឺគេធ្វើរបៀបហ្នឹងណាបងប្អូនណាគ្នាអញ្ចឹងការធ្វើបែបហ្នឹងសម្រាប់បងប្អូន MMO ដៃថ្មីណាដែលគាត់ទើបតែចាប់ផ្ដើមគឺបងប្អូនមាន account Facebook ច្រើនដែលមាន friend ច្រើនមាន follow ច្រើនមាន page ច្រើនអីហ្នឹងគឺបងប្អូនអាច post collaborator ជាមួយអញ្ចឹងទៅគឺវានឹងជួយអូសវីដេអូរបស់យើងហ្នឹងឲ្យគេឃើញកាន់តែច្រើនណាគឺឆាប់គ្រប់គោលការណ៍ដែលអាចរកលុយជាមួយនឹង Facebook ហើយបងប្អូនធ្វើអញ្ចឹងរហូតអញ្ចឹងទៅអាសាផុសវីដេអូឲ្យទៀងទាត់ផុសវីដេអូឲ្យបានច្រើនទៅគឺអាចនឹងមានឱកាសខាង Facebook គេទម្លាក់ប៊ូតុង reel ឲ្យបងប្អូនអាចរកលុយជាមួយវីដេអូ reel បានណាបងប្អូនអ្នកគ្នាបាទអញ្ចឹងបងប្អូនគួរតែសាកធ្វើតាមវិធីសាស្ត្រហ្នឹងបានណាបាទបងប្អូនពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច like subscribe និង share វីដេអូនេះម្នាក់មួយផងណាបងប្អូនអ្នកគ្នា
bạn chẳng xong mà con bọn này bàn mơ video này tăng bị đào là chóp chẳng như là chụp này video thay tiền á xong mà con